Down in Kampot by the riverside, where the quiet hills and oceans hide. ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ Channel របស់ខ្ញុំគឺ Super Travel Channel ថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនអំពីទីតាំងមួយកន្លែងដែលស្ថិតនៅក្នុងខេត្តកំពតគឺជាកន្លែងស្នាក់នៅដែលផ្ដល់ភាពស្ងប់ស្ងាត់និងផាសុកភាពប្រសិនបើជាបងប្អូនកំពុងស្វែងរកកន្លែងស្នាក់នៅដែលអាចជួយឲ្យបងប្អូនគេចចេញពីភាពមមាញឹកក្នុងជីវិតប្រចាំថ្ងៃនោះគឺ Daya Villa ដែលស្ថិតនៅខេត្តកំពតគឺជាជម្រើសដ៏ល្អបំផុតនៅទីនេះផ្ដល់ជូននៅបរិយាកាសស្ងប់ស្ងាត់ខ្យល់អាកាសបរិសុទ្ធនិងការស្វាគមន៍យ៉ាងកក់ក្ដៅដែលធ្វើឲ្យគ្រប់ពេលវេលានៃការស្នាក់នៅរបស់បងប្អូនខ្លះជាបទពិសោធន៍ដ៏គួរឲ្យចងចាំខ្ញុំចង់ជម្រាបបងប្អូនដែលថាការស្នាក់នៅទីនេះគឺប្រៀបដូចជានៅផ្ទះលំហែឬក៏ស្នាក់នៅផ្ទះរបស់ខ្លួនអញ្ចឹងគឺមានចង្ក្រានបាយដែលបងប្អូនអាចធ្វើម្ហូបខ្លួនឯងបានមានទូទឹកកកខ្លះសេម្ហូបនិយាយទៅតើតើមួយគេធ្វើម្ហូបឬក៏យកម្ហូបឬក៏គ្រឿងញ៉ាំចូលគឺយកបានដោយសេរីចំពោះទីតាំងនៅទីនេះគឺស្ងប់ស្ងាត់relax មិនជាមានសំឡេងរំខានទេម្យ៉ាងវិញទៀតនៅទីនេះគឺ vlogger ឬ content creator ល្បីៗមក review ជាច្រើនហើយតែដោយសារតែខ្ញុំក៏បានទៅស្នាក់នៅទីហ្នឹងខ្ញុំក៏បង្កើតវីដេអូvlog កំសាន្តដែរអញ្ចឹងហើយនៅទីតាំងហ្នឹងគឺជាប់ដងព្រែកតែម្ដងមានទីតាំងអង្គុយជុំជុំគ្នាញ៉ាំអីអាំងហែទឹកក្រោមដើមឈើត្រជាក់ហើយជាមួយនឹងទេសភាពភ្នំបូកគោខ្ញុំចង់ណែនាំបងប្អូនថាទីតាំងនេះគឺល្អបំផុតសម្រាប់ការជួបជុំគ្រួសារចុងសប្តាហ៍ឬក៏ដំណើរកម្សាន្តបុគ្គលិកដែលមានគ្នាច្រើនពី10នាក់ឡើងទៅឬក៏មានផ្ទះវិឡាច្រើនទោះបីជាតែ2នាក់ក៏មានផ្ទះសមស្របទៅតាមតម្រូវការជាក់ស្ដែងអញ្ចឹងណាចំពោះផ្ទះមួយហ្នឹងគឺខាងលើមានក្រេ2គឺមាន2ជាន់គឺអាចថាមានក្រេ4និងមានបន្ទប់ទឹកមួយទឹកមួយនិងបង្គន់មួយនៅខាងលើហ្នឹងចំពោះខាងក្រៅមាន2បន្ទប់គឺមានបន្ទប់ក្រេមួយហើយនិងបន្ទប់ខាងមកចាហៀងទៀតហ្នឹងមានក្រេ3អញ្ចឹងស័ក្តិសមបំផុតគឺដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅខេត្តកំពតពោលទីតាំងនិងបរិយាកាសគឺស្ងប់ស្ងាត់គឺផាសុកភាពតែម្ដងហើយនៅក្នុងទូទឹកកកគេមានរៀបចំដូងសម្រាប់ទទួលឲ្យញ៉ាំអញ្ចឹងណាចំពោះម្ហូបវិញគឺមានចង្ក្រានគេឬក៏បើចង់អាំងសាច់គឺគេរៀបចំជាចង្ក្រានអាំងសាច់ឲ្យអតិថិជនចំពោះបន្ទប់ខាងក្រោមនេះបងប្អូនអាចទស្សនាបានគឺ clean ហើយនឹងអនាម័យតែម្ដងចំពោះមូសវិញគឺដូចជាមិនជាមានមូសទេតែគាត់ថានៅពេលដែលបងប្អូនមានបំណងនៅទីនេះគួរតែត្រៀម spray បាញ់កុំឲ្យមូសខាំតែជាក់ស្ដែងទៅកន្លែងគេហ្នឹងក៏គេមាន spray បាញ់ឲ្យដែរតែពេលខ្លះក៏អត់មានដែរដោយសារអតិថិជនច្រឡំយកទៅដោយអីចឹងណាបើបងប្អូនចង់អាំងសាច់គឺគេរៀបចំឲ្យបែបនេះបានចំពោះចានបងប្អូនអាចទិញទៅប្រើប្រាស់ខ្លួនឯងក៏បានឬក៏បងប្អូនអាចប្រើប្រាស់ចាននៅកន្លែងគេងរបស់គេនឹងក៏បានដែរតែត្រូវរៀបចំលាងឲ្យស្អាតដូចដើមវិញមុនពេលចាក់ចេញអញ្ចឹងណាជាស្ដែងទៅខ្ញុំក៏មិនមែនជាអ្នកល្បីឬក៏ content creator អីដែរគ្រាន់ថាបានចូលទៅដល់ដើរលេងនៅនឹងហើយក៏ថតទៅទុកអនុស្សាវរីយ៍មើលពេលក្រោយវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយតើឆ្នាំនេះយើងជួបគ្នាទៀតទៅ